សម្រាប់សួរôngពុំមីនេះនេះគឺជាលទ្ធផលយុគមិញដែលកូនជ្រូករបស់យើងនិយាយទៅសមាជិកថ្មីសម្រាប់ការកាត់កូនជ្រូករបស់យើងបងប្អូនដូចខ្ញុំស្រាប់ហើយនេះបងប្អូនបានដូចជា9ក្បាល11 9 10 11តែមួយនេះឡើងទូចនេះប្រហែលជាអត់រស់ហើយណាមកម៉ែជឿនតិចទីអស់ហើយកើតមកងាប់អស់មួយបងប្អូនអ្នកគ្នានេះគឺជាវីដេអូខ្ញុំថតមកវីដេអូទៀតហើយសម្រាប់មេជ្រូករបស់យើងបងប្អូនអ្នកគ្នាគឺនេះអាណាគីដោះនេះមានបងប្អូនណាមានខ្ញុំមកហើយបើសិនជាមានបងប្អូនអាចចែករំលែកជាបទពិសោធន៍ធ្វើមិនបានជាអញ្ចឹងណាបងប្អូនអ្នកគ្នាតែអានេះគីនេះបើមានតកូនទៅតម៉ែវាកាលមុនក៏ចេះដែរដូចគ្នាពេលដល់បងប្អូនចេះទៀតតែនេះម៉ែស្លូតខ្លាំងមែនទេដែលដេកឲ្យកូនបោនោះស្រួលអត់រួលរឿងនេះណាប្រហែលជាអត់ឈឺទេយ៉ាងទៅអូខេបងប្អូនថ្ងៃនេះសម្រាប់វីដេអូថ្ងៃនេះអត់មានអីច្រើនទេគ្រាន់តែចង់ចែករំលែកពីមេក្រោយសម្រាប់កូនបងប្អូនអរគ្នាក្រោយសម្រាប់កូនវីដេអូសម្រាប់កូនហើយបើសិនជួបមានសុខភាពល្អជួបបើយើងធ្លាក់សក់ធម្មតាអញ្ចឹងណាបងប្អូនអរគ្នាហើយចង់និយាយថាបើសិនជាជ្រូកសុខភាពល្អវាអាចនៅកូនឬក៏សក់វាទៅធ្លាក់បងប្អូននៅពេលដែលសក់ធ្លាក់វាជួបបើយើងគឺឲ្យកូនបោធម្មតាប៉ុន្តែបើសិនជាជ្រូកអត់ធ្លាក់សក់ទេគឺជ្រូករបស់យើងអត់ឲ្យកូនបោទេគឺវារោរឿងវាអត់ដេកប្រកាប់មុខអញ្ចឹងណានេះគឺជាtechniqueខ្លះដែលយើងខ្ញុំស្រាប់ជួបអញ្ចឹងបងប្អូនហើយនៅពេលដែលមេសុខភាពល្អគេដេកឲ្យកូនវាបោបែបនេះហើយបងប្អូនគ្នាហើយចង់និយាយថាក្រោយមេកាត់កូនហើយគឺសម្រាប់ខ្ញុំអត់ឲ្យស៊ីចំណីក៏ទៅអត់សុទ្ធទេខ្ញុំឲ្យចំណីសុទ្ធនេះគឺជាចំណីសុទ្ធដែលខ្ញុំឲ្យមេរបស់វាស៊ីបងប្អូនស៊ីម្ដងជាងឲ្យស៊ី9ខាំក៏បាន3ខាំក៏បាន1គីឡូក៏បានស៊ីសងទៅលើយើងអ្នកឲ្យណាយើងឲ្យស៊ីប៉ុណ្ណាគឺឲ្យស៊ីប៉ុណ្ណោះហើយដល់ពេលចាស់ទៅជួបរបស់យើងវាមានទឹកដោះល្អចេញមកល្អអញ្ចឹងណាបងប្អូនគ្នានេះសមាជិកចាស់របស់យើងកូនដបងហើយសម្រាប់កូនដបងកូនជ្រូកដបងគឺអត់ទៅធំដូចកូនទី2ណាបងប្អូនអរគ្នានិយាយទៅមេនេះក៏ដូចតកូនដូចមេមិញដូចគ្នានៅពេលដែលកូនកើតមកគឺយើងឲ្យស៊ីជាមួយនឹងចំណីសុទ្ធហើយយើងដាក់ទឹកឲ្យពេញក្នុងនេះក្នុងស្នូតនេះមកសកាត់ក្បាលជ្រូកបានហើយនិយាយទៅគ្រប់មេជ្រូកបើវាធំយើងអាចដាក់ឲ្យ1គីឡូទៅបងប្អូនមិនតែបំពេទាំងជ្រូកទៅយើងស៊ី9ខាំវាតែចាំជ្រូកជាក់ស្ដែងអញ្ចឹងណាបងប្អូនអរគ្នាហ្នឹងហើយបងប្អូនសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះអត់មានអីច្រើនទេហើយបើសិនជាយើងមានអ្វីដែលត្រូវចែករំលែកបន្តខ្ញុំនឹងធ្វើវីដេអូចែករំលែកទៅកាន់បងប្អូនយើងទៅអញ្ចឹងណាបងប្អូនអាចគ្នាហើយសម្រាប់កូនជ្រូករបស់យើងព្រោះដំបូងយើងវាអត់ទៅធំទេកូនកើតមកទូចអញ្ចឹងវាស្រួលកើតប៉ុន្តែបើកើតមកធំវាបាក់នេះក្នុងការកើតហើយគុំមេនេះគឺកើតស្រួលទេបងប្អូនកើតមកខ្ញុំនិយាយថាស្រួលអត់ប្របាក់ជួយទាញអត់ប្របាក់ជួយរឹតយ៉ាងណាអូខេបងប្អូនអ្នកគ្នានិយាយទៅខ្ញុំនិយាយអត់បានបោះក្បាយច្រើនទេចាំមើលបើសិនជាមានវីដេអូក្រោយខ្ញុំនឹងថតជូនបងប្អូនទស្សនាអញ្ចឹងនេះហើយសម្រាប់កូនជុករបស់យើងនេះក៏សមាជិកចាស់ដែរហើយសម្រាប់មេយើងបងប្អូនអ្នកគ្នាបើសិនជាបងប្អូនចង់ធ្វើទ្រុងមេឲ្យស្រួលឲ្យស្អាតដូចខ្ញុំមិនស្អាតណាស់ណាបងប្អូនមកស្រួលឲ្យកូនរបស់យើងពេលដែលកើតមកវាគុំសើមគុំត្រជាក់អញ្ចឹងណាបងប្អូនហើយវាអាចកាត់បន្ថយការរាក់ដែរប៉ុន្តែអាការរាក់នេះគឺស៊ីសងលើចំណីទៅបងប្អូនកាលណាតែយើងឲ្យស៊ីចំណីច្រើនធ្វើឲ្យកូនរបស់យើងក៏អាចរាក់បានដែរអញ្ចឹងណាបងប្អូនហើយយើងនឹងមានវីដេអូបន្ទាប់ហ្នឹងហើយបងប្អូនបើសិនជាបងប្អូនអត់ឃើញវីដេអូខ្ញុំជួយ Subscribe ឬក៏ជួយ Share ឲ្យខ្ញុំម្នាក់មួយផងដោយសារវីដេអូរបស់ខ្ញុំខ្ញុំធ្វើថ្មីទេបងប្អូនខ្ញុំអាចនិយាយបានល្អដូចជាដូចឯងទីហើយចាំពិតតែ YouTube របស់ខ្ញុំធ្វើឡើង3ឆ្នាំមុនហើយចាំពិតខ្ញុំអត់ដែរផុសខ្ញុំអត់ដែរថតខ្ញុំគឺជាបុគ្គលម្នាក់ដែលខ្ជិលបំផុតនៅលើលោកអញ្ចឹងណាអូខេអរគុណច្រើនបងប្អូនអរគ្នាបាយបាយ